បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពជាទីរាប់អានជាទីមេត្រីជាទីជប់បាទហើយថ្ងៃនេះជួបជាមួយខ្ញុំបាទជាងធីធ្វើកង់3ផាសាប់ពលាបង្ក្រាទៀតហើយបាទហើយកង់3របស់មេបាទរបស់មេនេះគឺខូចមញងកុងទ័របាទខូចមញងកុងទ័រហើយនឹងខូចខ្សែកុងទ័របាទពុកម៉ែបងប្អូនខ្សែគីឡូបាទខ្សែគីឡូចឹងខ្ញុំបាទជាងធីបង្ក្រាគឺអត់មានផ្អែប្រអង្គអាយុទេគឺធ្វើការផ្លាស់ប្ដូរគ្រឿងស៊ីនដាក់ឲ្យបងប្រុសឲ្យអេមតែម្ដងបាទនេះគឺខ្សែគង់ទ័ររបស់OE បាទOE ពួកអាតូចពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនមើលទៅបាទសកម្មភាពជាងធីធ្វើការផ្លាស់ប្ដូរគ្រឿងបន្លាស់កង់3បាទហើយម៉ូតូនេះខ្ញុំរើដូរសេមីរួចហើយពុកម៉ែបងប្អូនបាទដោយសារតែស៊ីប្រេងតែឥឡូវគឺសំម៉ាំងទៅស្ងួតបាទស្ងួតទៅនេះឲ្យបាទទៅនេះឲ្យមកអេមមកស្អាតពុកម៉ែបងប្អូនបាទហើយម៉ូតូហ្នឹងរបស់មេបាទហើយហ្នឹងហើយអរគុណច្រើនមែនទែនមេអរគុណធំហើយម៉ូតូរបស់លោកអ៊ំនេះផងដែរបាទម៉ូតូអ៊ំគឺមកដូរប្រេងពុកម៉ែបងប្អូនបាទមកដូរប្រេងហើយនឹងដូរតម្រងប្រេងបាទហើយម៉ូតូរបស់អ៊ំក៏ខ្ញុំរើរួចដែរបាទរើរួចហើយដូរស្ប៊ីអានេះវាស៊ីប្រេងដែរពុកម៉ែបងប្អូនបាទហើយឥឡូវខ្ញុំមកដូរប្រេងបាទពុកម៉ែបងប្អូនដូរប្រេងគឺថាសំម៉ាំងអីគឺអេមបាទគឺស្ងួតទៅនេះឲ្យមកស្អាតពុកម៉ែបងប្អូនបាទទៅនេះឲ្យមកស្អាតធ្វើគឺទៅនេះឲ្យពុកម៉ែបងប្អូនត្រឹមត្រូវបាទហើយពុកម៉ែបងប្អូនមើលសំម៉ាំងទៅស្ងួតរឿងបាទអរគុណអ៊ំដែរអ៊ំអរគុណអ៊ំធំហើយម៉ូតូរបស់អ៊ំគឺខូចច្រើនណាស់ពុកម៉ែបងប្អូនខូចលក្ខណៈថាតយោហ្គាសក៏ខូចដែរពុកម៉ែបងប្អូនតយោហ្គាសក៏លក្ខណៈថាបញ្ចូលហ្គាសទៅវាលិចពុកម៉ែបងប្អូនលិចជ្រាបអញ្ចឹងខ្ញុំបាទជាងទីបង្ក្រាគឺកំងហើយបាទគឺគាត់ធ្វើការកំងហើយតែកំងបានគឺហៅអ៊ំមកដាក់ហើយបាទហៅអ៊ំមកដាក់ហើយពុកម៉ែបងប្អូនមើលទៅនេះបាទតយោហ្នឹងពុកម៉ែបងប្អូនបាទគឺដោយសារតែវាយូរឆ្នាំពុកម៉ែបងប្អូនយូរឆ្នាំវាប្រេះវាធ្លាយអញ្ចឹងណាពុកម៉ែបងប្អូនហើយឥឡូវខ្ញុំធ្វើការកំងថ្មីយកមកដាក់ឲ្យអ៊ំហើយបាទប៉ុន្តែអត់ទាន់មកដល់ទេពុកម៉ែបងប្អូនហើយម៉ូតូហ្នឹងគឺអេមពុកម៉ែបងប្អូនអេមដូរសេមីពីស្តុងអេមហើយម៉ូតូរបស់បងប្រុសនេះគឺមកលាងដេម៉ូតូបងប្រុសមកលាងដេហើយថាដូរខ្សែប៉ុន្តែវាអត់ខូចខ្សែទេពុកម៉ែបងប្អូនគឺម៉ូតូហ្នឹងគឺខូចមញងកុងទ័រដែរមញងកុងទ័រហើយម៉ូតូនេះគឺខ្ញុំរើសេមីពីស្តុងដែរបាទពុកម៉ែបងប្អូនមើលសំម៉ាំងទៅបាទហើយ3គ្រឿងនេះគឺខ្ញុំរើទាំង3បាទខ្ញុំលើដូរសេមីក្រុមហ៊ុនដាក់ឲ្យមកស្អាតហើយអេមមែនអរគុណច្រើនពុកម៉ែបងប្អូន